ជាអ្នកនយោបាយវ័យចំណាស់លេចធ្លោមួយរូបនៅក្នុងប្រទេសកម្ពុជានោះគឺសម្ដេចអគ្គធម្មពោធិសាលគតិព្រឹទ្ធបណ្ឌិតជាស៊ីមសម្ដេចទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋទូទៅពីឋានៈដឹកនាំជាតិនិងអន្តរជាតិនៅក្នុងប្រទេសនិងនៅលើពិភពលោកហើយសម្ដេចបានក្លាយជាប្រធានរដ្ឋសភាចាប់តាំងពីឆ្នាំ1981ដល់ឆ្នាំ1998ហើយបានក្លាយជាប្រធានព្រឹទ្ធសភាមួយឆ្នាំបន្ទាប់គឺចាប់តាំងពីឆ្នាំ1999រហូតដល់ឆ្នាំ2015ផងដែរក៏ប៉ុន្តែដោយសារមានបញ្ហាសុខភាពសម្ដេចតែងតែអវត្តមានពីការងារដោយប្រគល់ភារកិច្ចទៅអនុប្រធានព្រឹទ្ធសភាឯកឧត្តមសាយឈុំជំនួសវិញសម្ដេចជាស៊ីមបានកើតចេញពីត្រកូលគ្រួសារកសិករមួយនៅក្នុងស្រុករមាសហែកខេត្តស្វាយរៀងនាថ្ងៃទី15ខែវិច្ឆិកាឆ្នាំ1932ឪពុករបស់សម្ដេចមាននាមថាជាសៅហើយម្ដាយឈ្មោះប៉ែនណាវដែលពួកគាត់ប្រកបរបរធ្វើស្រែចម្ការសម្ដេចជាស៊ីមជាកូនទី3នៅក្នុងចំណោមបងប្អូនចំនួន5នាក់ប្រុស4ស្រី1កូនបងគេបង្អស់គឺលោកជាសនកូនទី2អ្នកស្រីជានូកូនទី3គឺសម្ដេចផ្ទាល់កូនទី4គឺលោកជាផននិងកូនប្រុសពៅឈ្មោះជាផុនកាលពីកុមារភាពដោយសារតែស្រឡាញ់វប្បធម៌ខ្មែរនិងព្រះពុទ្ធសាសនាសម្ដេចជាស៊ីមបានទៅបួសជាសាមណេរដើម្បីទទួលបានការអប់រំសិក្សានៅក្នុងវត្តសម្ដេចបានបញ្ចប់កម្រិតសិក្សាមធ្យមទូទៅពីពុទ្ធិកមធ្យមសិក្សានិងសាលានយោបាយជាន់ខ្ពស់បណ្ឌិតកិត្តិយសខាងទស្សនវិជ្ជានៅចន្លោះឆ្នាំ1951ដល់ឆ្នាំ1954សម្ដេចបានចូលរួមនៅក្នុងចលនាបដិវត្តន៍របស់ខ្មែរឥស្សរៈដើម្បីជួយស្វែងរកឯករាជ្យសម្រាប់ប្រទេសកម្ពុជាបន្ទាប់មកនៅក្នុងឆ្នាំ1955សម្ដេចក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីម្នាក់ឈ្មោះញ៉ែមសឿនហើយអ្នកទាំងពីររស់នៅជាមួយគ្នាដោយបានបង្កើតកូនបានចំនួន7នាក់ប្រុស4និងស្រី3ចាប់ពីឆ្នាំ1954ដល់ឆ្នាំ1975សម្ដេចជាស៊ីមបានចូលរួមនៅក្នុងចលនាតស៊ូខ្មែរឥស្សរៈហើយត្រូវបានតែងតាំងជាមេឃុំនិងចៅហ្វាយស្រុកជាបន្តបន្ទាប់ក្រោយពីប្រទេសកម្ពុជាធ្លាក់ចូលនៅក្នុងរបបដ៏ឃោរឃៅខ្មែរក្រហមចន្លោះពីឆ្នាំ1975ដល់ឆ្នាំ1978សម្ដេចនៅតែតស៊ូប្រឆាំងជាលក្ខណៈសម្ងាត់និងបើកចំហទៅនឹងរបបនេះរហូតដល់ថ្ងៃទី2ខែធ្នូឆ្នាំ1978សម្ដេចត្រូវបានតែងតាំងជាអនុប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាការតែងតាំងនេះដោយសារតែសម្ដេចត្រូវបានគេមើលឃើញពីប្រវត្តិតស៊ូនិងទូនាទីរបស់សម្ដេចពីអតីតភាពបន្ទាប់មកនៅចន្លោះឆ្នាំ1978និងឆ្នាំ1979សម្ដេចបានបាត់បង់កូនប្រុសច្បងជាទីស្រឡាញ់របស់សម្ដេចគឺលោកជាស័ក្តិនិងបងប្អូនបង្កើតរបស់សម្ដេចរួមមានលោកជាសនលោកជាផុននិងលោកជាផនជាដើមដែលពួកគេត្រូវបានចាត់ទុកជាវីរបុរសរណសិរ្សសាមគ្គីសង្គ្រោះជាតិបន្ទាប់មកពីថ្ងៃទី7ខែមករាឆ្នាំ1979ដល់ឆ្នាំ1981សម្ដេចជាស៊ីមត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាប្រជាជាតិបដិវត្តន៍កម្ពុជានិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាប់ពីឆ្នាំ1981ដល់ឆ្នាំ1993រយៈពេល12ឆ្នាំសម្ដេចក៏មានតួនាទីជាប្រធានរណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជាជាតំណាងរាស្ត្រខេត្តព្រៃវែងនិងជាប្រធានរដ្ឋសភានៃរដ្ឋកម្ពុជានៅថ្ងៃទី25ខែតុលាឆ្នាំ1993ដល់ឆ្នាំ1999សម្ដេចត្រូវបានជ្រើសរើសជាតំណាងរាស្ត្រមណ្ឌលភ្នំពេញហើយក្រោយមកត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1993ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោះព្រះរាជទាននៅគោរមងារជាសម្ដេចជូនដល់សម្ដេចជាស៊ីមក្រោយមកថ្ងៃទី11ខែមិនិនាឆ្នាំ1999ដល់ឆ្នាំ2015សម្ដេចជាស៊ីមបានក្លាយជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងបទពិសោធន៍សំខាន់ៗជាសមាជិកព្រឹទ្ធសភារួមមានដូចខាងក្រោមនៅថ្ងៃទី2ខែមីនាឆ្នាំ1998សម្ដេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយនៅថ្ងៃទី11ខែមីនាឆ្នាំ1999សម្ដេចត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី1នៅថ្ងៃទី22ខែមករាឆ្នាំ2006សម្ដេចត្រូវបានជ្រើសរើសជាសមាជិកព្រឹទ្ធសភាភូមិភាគទី1មណ្ឌលភ្នំពេញនៅថ្ងៃទី20ខែមីនាឆ្នាំ2006សម្ដេចត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី2នៅថ្ងៃទី27ខែកញ្ញាឆ្នាំ2007សម្ដេចព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ប្រោះបរិយាទាននៅក្រមងារជាសម្ដេចអគ្គធម្មពោធិសាលជាស៊ីមនៅថ្ងៃទី21ខែតុលាឆ្នាំ2009សម្ដេចព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោះបរិយាទានដំឡើងថារណរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5នៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី15ខែកក្កដាឆ្នាំ2010សម្ដេចបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រវិស័យកសិកម្មពីវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ពិភពលោកនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី13ខែកញ្ញាឆ្នាំ2010សម្ដេចបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកភាពជាអ្នកដឹកនាំជាន់ខ្ពស់កិច្ចការប្រសិទ្ធភាពពីសាកលវិទ្យាល័យ The Open Seminary នៃរដ្ឋ California សហរដ្ឋអាមេរិកហើយចំពោះគ្រឿងឥស្សរិយយសដែលសម្ដេចជាស៊ីមបានទទួលរួមមានដូចជានៅថ្ងៃទី16ខែធ្នូឆ្នាំ1992សម្ដេចបានទទួលគ្រឿងឥស្សរិយយសមនីសារភ័ណ្ឌថ្នាក់មហាសារីវត្តហើយនៅថ្ងៃទី30ខែមេសាឆ្នាំ2001សម្ដេចបានទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសារីវត្តនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2001សម្ដេចបានទទួលគ្រឿងឥស្សរិយយសសវត្រាថ្នាក់មហាសារីវត្តនៅថ្ងៃទី15ខែតុលាឆ្នាំ2001សម្ដេចបានទទួលគ្រឿងឥស្សរិយយសការពារជាតិថ្នាក់មាស2ប្រាក់2សម្រិត2នៅថ្ងៃទី15ខែតុលាឆ្នាំ2001សម្ដេចទទួលបានគ្រឿងឥស្សរិយយសសេនាជ័យសិទ្ធិនៅថ្ងៃទី7ខែមិថុនាឆ្នាំ2003សម្ដេចទទួលបានគ្រឿងឥស្សរិយយសជាតូបការៈនៅថ្ងៃទី28ខែមិនិនាឆ្នាំ2008សម្ដេចទទួលបានគ្រឿងឥស្សរិយយសឯករាជ្យជាតិនៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2008សម្ដេចទទួលបានគ្រឿងឥស្សរិយយសមាសខ្ពស់បំផុតពីឯកឧត្តមជុំម៉ាលីអគ្គលេខាធិការនៃគណៈកម្មាធិការប្រចាំបកប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋសភាប្រជាធិបតេយ្យប្រជាមានិតឡាវកម្រិតបណ្ដុះបណ្ដាលមុខជាជីវៈលើវគ្គនយោបាយជាន់ខ្ពស់នៅថ្ងៃទី2ខែមិនិនាឆ្នាំ1998សម្ដេចទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកទស្សនវិជ្ជានៅសាកលវិទ្យាល័យ California សហរដ្ឋអាមេរិកហើយនៅថ្ងៃទី27ខែកញ្ញាឆ្នាំ2007សម្ដេចបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកទស្សនវិជ្ជានិងអភិវឌ្ឍន៍ពីសាកលវិទ្យាល័យប៊ុនរ៉ាត់ផានីនៃព្រះរាជាណាចក្រថៃឡង់នៅថ្ងៃទី15ខែកក្កដាឆ្នាំ2010សម្ដេចបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកទស្សនវិជ្ជានិងស្រាវជ្រាវកសិកម្មនៅសាកលវិទ្យាល័យស្រាវជ្រាវវប្បធម៌ពិភពលោកពីសាធារណរដ្ឋចិននិងចុងក្រោយនៅថ្ងៃទី13ខែកញ្ញាឆ្នាំ2010សម្ដេចបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកភាពជាអ្នកដឹកនាំកិច្ចការព្រឹទ្ធសភានៅសាកលវិទ្យាល័យ The Open Seminary សហរដ្ឋអាមេរិកសម្ដេចបានទទួលមរណភាពនារសៀលថ្ងៃទី8ខែមិថុនាឆ្នាំ2015ក្នុងជំនឿអាយុ83ឆ្នាំ